ស្វាគមន៍មកកាន់ IT Podcast រដូវកាលទី2 episode ទី5ហើយនៅក្នុង episode នេះដែរយើងនឹងមកជួបជាមួយនឹងភ្ញៀវកិត្តិយសយើងម្នាក់ដែលគាត់ជា tech content creator ដែរនៅក្នុង social media ហើយគាត់ក៏ជាគ្រូបរិញ្ញាបត្រនៅសាកលវិទ្យាល័យផងដែរអញ្ចឹងយើងមកជួបគាត់ទាំងអស់គ្នាស្វាគមន៍បងចៅតារាអូខេសួស្តីដល់ជួបខ្ញុំម្ដងទៀតហើយស្ដីបងបងអាចជួយណែនាំខ្លួនទៅដល់អ្នកទស្សនាយើងបានទេអូខេខ្ញុំឈ្មោះចៅតារាដែលនៅស្គាល់នៅលើ YouTube TFD ហ្នឹងហើយបច្ចុប្បន្នខ្ញុំជាអ្នកសហគ្រិនខ្ញុំមកស៊ីធ្វើ freelance ធ្វើអីហើយខ្ញុំក៏មានពេលធ្វើនៅ Tech YouTube channel របស់ខ្ញុំ TFD ហ្នឹងហើយខ្ញុំក៏ស្ទាត់ពេលបរិញ្ញាបត្រស្កលខ្លះដែរអូខេខានជួបគ្នារៀងយូរដែរតាំងពីជួបគ្នានៅកម្មវិធីប្រហែលខែមុន Python ហ្នឹងហើយ Python Cambodia ហ្នឹងហើយអញ្ចឹងតាំងពីចុងឆ្នាំរហូតដល់ខាងមុនមួយដែរតាក់ទងនឹង full stack ហ្នឹងហ្នឹងហើយបើសិនជាគ្នាយើងអត់ទាន់បានទស្សនាទេហើយបើសិនជាអ្នកដែលគាត់តាមដាននៅ IT Podcast រដូវកាលទី1គាត់ប្រហែលជាស្គាល់បងចៅតារាដែលគាត់បានចូលរួមចែករំលែកនៅpodcast យើងមួយ episode ដែរតាក់ទងទៅនឹង full stack from zero ហើយប្រធានបទនោះល្អមែនតើបើសិនគ្នាអត់បានមើលទេអាចទៅរកមើលបានហើយចំពោះរដូវកាលនេះដែរជារដូវកាលថ្មីហើយគាត់ក៏បានចូលរួមចែករំលែកមួយ episode ដែរនៅ episode ទី5នេះហើយប្រធានបទដែលយើងនឹងជជែកថ្ងៃនេះគឺតាក់ទងទៅនឹង AI good and bad of AI for student ហ្នឹងហើយដោយសារតែមួយរយៈក្រោយហ្នឹងតាំងពីយើងចប់កម្មវិធីកាលពីចុងឆ្នាំហ្នឹងគឺ AI គឺចាប់ផ្ដើម trend ខ្លាំងមែនតើជាពិសេសទៅលើជំនាញ IT របស់យើងណាហើយឥឡូវហ្នឹងវាមិនមែនត្រឹមតែអ្នកជំនាញ IT ទៀតត្រឹមតែអ្នកដែលគាត់រៀននៅសាកលវិទ្យាល័យហ្នឹងសិស្សានុសិស្សហ្នឹងក៏គាត់ចាប់ផ្ដើមប្រើតាក់ទងទៅនឹង AI ដែរហើយមិនប្រកាសថាតាអ្នក IT ទេទៅប្រើ AI អ្នកដែលគាត់សិស្សានុសិស្សគ្រប់ជំនាញទាំងអស់គឺសិតតាពីច្រើនគាត់ប្រើ AI ដើម្បីរៀនហ្មងអញ្ចឹងថ្ងៃនេះយើងមកស្រាវបំភ្លឺទៅលើចំណុចនេះទាំងអស់គ្នាពីចំណុចល្អនិងមិនល្អរបស់ AI សម្រាប់សិស្សានុសិស្សទាំងអស់គ្នាហ្នឹងហើយមុនចូលទៅប្រធានបទរបស់យើងខ្ញុំសូម shout out ទៅ event មួយដែលមានឈ្មោះថា Khmer Coder Community Event ដែលលើកនេះប្លែកមែនទែនគឺធ្វើនៅឯខេត្តសៀមរាបគឺក្រៅក្រុងអញ្ចឹងណា event ម្ដងគឺធ្វើនៅក្នុងទីក្រុងភ្នំពេញប៉ុន្តែ event លើកនេះប្លែកនៅឯខេត្តសៀមរាបអញ្ចឹងជា event លើកទី1នៅខេត្តសៀមរាបនៅថ្ងៃទី17ខែឧសភាឆ្នាំ2025អញ្ចឹងសង្ឃឹមថា developer យើងឬក៏អ្នក IT ដែលនៅខេត្តសៀមរាបនឹងចូលរួមទាំងអស់គ្នាហើយបច្ចុប្បន្នក៏កំពុងតែ sponsor ចំពោះ event នេះផងដែរអញ្ចឹងបើសិនជាក្រុមហ៊ុនក៏ដូចជាបងប្អូនណាដែលគាត់ចង់ sponsor ទៅលើ event នេះអាច contact ទៅបង Invisal ដែលមាន email ដូចខាងក្រោមហ្នឹងដើម្បី sponsor ផងដែរអរគុណច្រើនបងវិញទៅលើប្រធានបទយើងហើយចង់ដឹងមតិយោបល់ខ្លះពីបងដែរឥឡូវចាប់ផ្ដើមពីgood thing from of AI សម្រាប់ student អញ្ចឹងបងអាចជួយចែករំលែកទៅលើគុណសម្បត្តិមួយនៃ AI នឹងបានទេបាទបើសិនយើងនិយាយដល់ AI ពីច្រើននៅក្រុមនេះគាត់នឹកដល់ ChatGPT ដែលវាជាប្រភេទការដែលយើងវាយ prompt វាយអក្សរចង់ឲ្យមកឲ្យយើងវិញដូចជាព័ត៌មានដូចជា data តំណែងអីគឺវាអាចឲ្យយើងបានហ្នឹងអញ្ចឹងសូថាវាមានចំណុចល្អពីខ្លះបើប្រៀបធៀបជាមួយកាលមុនគឺសម័យ Google គឺគាត់ search មើលអញ្ចឹងវាចេញនៅ website link មកទៅមាន100 website ចេញnext ទៅរហូតអញ្ចឹងខាងអ្នកដែលគាត់ search ហ្នឹងគាត់ត្រូវអីគេគាត់សម្រេចចិត្តថាគាត់គួរតែចូល website មួយណាដែល keyword match ជាមួយ Google ដែលបោះមកឲ្យវិញតែនៅពេលដែលមានសម័យ AI វាexperience ហ្នឹងវាដូចគ្នាដែរគាត់ថា AI វាគេហៅថាគុំចូលគ្នា summarize ឲ្យយើងសង្ខេបឲ្យយើងនឹងយកតែ key ណាដែលវាខ្លឹមយកមកឲ្យយើងអញ្ចឹងវាជំនួយច្រើនដែរបើយើងគិតមកដល់ពេលហ្នឹងចុះបើសិនជាយើងផ្ដោតទៅលើការរៀនសូត្រវិញតើ AI អាចជួយទៅលើអីបានខ្លះដែរអាចជួយបានច្រើនទី1យើងឃើញថាសិស្សនៅពេលដែលគាត់រៀននៅក្នុងសាកលរៀនក្នុងផ្នែកអីក៏ដោយគឺគ្រូឲ្យជាលក្ខណៈឯកសារមកដូចជាសភៅពុម្ព textbook ជា slide ជា video អីជាដើមគាត់អាចមើលតាមហ្នឹងគាត់អាចអង្គុយស្ដាប់គ្រូនៅក្នុងថ្នាក់ lecture ហ្នឹងគាត់អាច
យល់ឬក៏គាត់អាចយល់ specific ឬក៏គាត់យល់ក្នុងកម្រិតណាមួយនៅពេលដែលមាន AI យើងអាចសួរ AI ឲ្យជ្រៅឧទាហរណ៍ថាអូខេគ្រូពយល់នៅគោលកម្រិតមួយដែលគាត់អត់សូវយល់ទេអញ្ចឹងយើងអាចឲ្យ AI អីគេប្រាប់យើងក្នុងរបៀបអូខេឥឡូវគាត់បញ្យល់ concept នេះមកវារៀងមើលទៅ specific ពិបាកឧទាហរណ៍បាក់អីឥឡូវឲ្យ AI ឧទាហរណ៍មួយប្រៀបធៀបនៅក្នុងនៃជីវិតជាក់ស្ដែងគេថា learning by analogy ឧទាហរណ៍ CPU ធ្វើការមិនអញ្ចឹងខ្ញុំប្រៀបធៀបមួយសកម្មភាពជាក់ស្ដែងពួកក្បាលយើងអីមិនយើងសួរក្នុងរបៀបដែល AI វាអាចបញ្យល់យើងក្នុងរបៀបសាមញ្ញអញ្ចឹងវាអាចជួយយើងយល់បានច្រើនក្នុងកន្លែងហ្នឹងមួយទៀតផ្លូវកាត់ដែលសិស្សចូលទៅគឺគាត់ឲ្យ AI ធ្វើលំហាត់នឹងឲ្យគាត់យល់តែម្ដងវាជាគុណវិបត្តិមួយដែលយើងនឹងនិយាយទៅទៀតហ្នឹងហើយបើយើងនិយាយដល់និយាយទៅដល់លំហាត់ដែលគាត់ប្រើ AI ដើម្បីជួយអីចង់បញ្ជាក់បន្ថែមដែរតើAI អាចជួយគាត់ដោះស្រាយនៅ homework បានដល់កម្រិតណាដែរទៅបងអាចជួយបញ្ជាក់បានទេ តើតោងនឹងការដោះស្រាយ homework ហ្នឹងគឺសឹងតាលំហាត់ដែលគ្រូគាត់សរសេរនៅក្នុងกระดาษហ្នឹងឲ្យដោះគាត់សឹងតែអាច copy និង paste បានក៏ប៉ុន្តែវាមានតែគុណវិបត្តិត្រង់ថាมันប្រកាសថាចម្លើយហ្នឹងជាចម្លើយដែលត្រូវចម្លើយដែលគ្រូចង់បានឬក៏ក្នុងលទ្ធភាពដែលគាត់ទទួលយកបានមានថាអូខេគ្រូគាត់ចង់បានលទ្ធផលចំណេញតែគាត់ចង់ឲ្យមាន step មានដំណាក់កាលគេខ្លះអញ្ចឹង AI វាអត់អាចជួនកាលវាអត់អាចផ្ដល់ក្នុងកម្រិតបាននោះត្រង់តែយើងសរសេរនៅអាប្រមហ្នឹងឲ្យចំមកកម្រិតដែលគ្រូចង់បានតែម្ដងតែគុណវិបត្តិហ្នឹងគឺគាត់អាច skip អនគាត់អាចអត់មានពេលអីគាត់អាចពឹងផ្អែកទៅលើចម្លើយពី AI យកទៅដាក់ឲ្យគ្រូកែយកទៅម្ដងបាទហ្នឹងហើយអញ្ចឹងឃើញតែជួយបានច្រើនសឹងតែអត់ចាំបាច់ចំណាយពេលច្រើនទេដោយចាជំនាន់ខ្ញុំសឹងតែ homework មួយចំនួនត្រូវចំណាយពេលដាក់យប់ដើម្បី complete របៀបពេលខ្លះយើងរវល់ដល់ពេលហើយយើងដល់ deadline one night policy one night policy ពេលខ្លះវាមិនបាន perfect ទេប៉ុន្តែយើងត្រូវតែធ្វើប៉ុន្តែឥឡូវអត់ស្ទើរជាខ្វាយខ្វល់ទេមែនទេព្រោះអីគាត់មាន AI ពឹងផ្អែកទេអញ្ចឹងអាចចាំដល់ថ្ងៃក៏បានដែរចំណាយពេលតែ1ម៉ោងឬក៏កន្លះម៉ោងដើម្បីឲ្យ AI ជួយក៏អាចថាបានដែរអញ្ចឹងឃើញថាវាល្អប្រសើរលើចំណុចនេះវាលឿនទេប៉ុន្តែទៀតអាចនឹងមានគុណវិបត្តិអីទេចាំយើងទៅតាមទាំងអស់គ្នាហ្នឹងហើយអញ្ចឹងយើងដឹងហើយ AI មានសមត្ថភាពច្រើនមែនតើហើយមិនតែអ្នក IT ឬក៏នេះទេអ្នកធម្មតាក៏គាត់ប្រើ AI ដើម្បីជួយដែរដូចជាការសរសេរជា message ការសរសេរជា Gmail mail ដើម្បីផ្ញើតាម Gmail តាមអីហ្នឹងក៏គេប្រើ AI ដើម្បីឲ្យ format ជា grammar ឬក៏និយាយរបៀបសរសេរ informal ឬក៏ formal គឺល្អមែនតើអញ្ចឹងហើយខ្ញុំគិតថាពេលបច្ចុប្បន្នហ្នឹងបើសិនជាមាន AI នឹងអាចជួយបានដល់កម្រិតហ្នឹងខ្ញុំគិតថាគាត់ពេលខ្លះអត់ចង់ទៅរៀនបន្ថែមទៅលើភាសាដែលដូចភាសាអង់គ្លេសអញ្ចឹងគាត់លែងសូវខ្វល់ត្រូវរៀនបន្ថែមហ្នឹងគាត់ប្រើ AI ដើម្បីឲ្យទៅសេឲ្យមកអញ្ចឹងចំណុចនេះបងអាចមានបន្តិចយោបល់អីខ្ញុំនៅតែប្រកាន់គំនិតថាទោះបីជាលទ្ធផល AI នឹងវាចេញមកយ៉ាងម៉េចក៏ដោយតែយើងអាចជឿទុកចិត្តវាបាន 100% ដោយសារតែ AI គឺវាដូចជាយើងប្រហាត់ស្វាឲ្យសរសេរ ABC អញ្ចឹងវាមិនដឹងថា ABC មានន័យថាម៉េចទេក៏ប៉ុន្តែយើងប្រហាត់ស្វានេះគឺយើងលើកទឹកចិត្តឲ្យវាសរសេរឲ្យចេញទម្រង់ ABC ដើម្បីឲ្យមនុស្សមើលមកសប្បាយចិត្តថាហ្នឹងចុះវាសរសេរមក ABC តែវាអត់យល់ថា ABC ហ្នឹងអីគេទេអញ្ចឹងមានថាបើយើងនិយាយឲ្យខ្លីគឺ AI គឺវាត្រូវបាន train ឲ្យបង្កើតនូវលទ្ធផលឲ្យមើលមកដូចមែនតើតែមិនមែនថាវាមិនមែនថាលទ្ធផលវាពិតទេតែវាធ្វើមកឲ្យដូចពិតអញ្ចឹងនៅពេលយើងដឹងថារបៀបដែល AI វាធ្វើការអញ្ចឹងយើងដឹងថាបើសិនជាវាចេញមកអញ្ចឹងមែនលទ្ធផលវាចេញឲ្យមែនតែយើងអត់ទាន់ជឿលើវា 100% យើងត្រូវមានចំណេះដឹងមូលដ្ឋានដើម្បីjudge ដើម្បីវាតម្លៃលើវាថាតើលទ្ធផលហ្នឹងវាខុសឬត្រូវទទួលយកបានក្នុងកម្រិតណាតែយើងត្រូវកែថែមថយយ៉ាងម៉េចដែរអញ្ចឹងមកនៅក្នុងសកល
ខ្ញុំចែកបន្តិចទៀតថាយើងគួរតែធ្វើកំណែតម្រង់ម៉េចដើម្បីបន្តកំណត់ឲ្យសិស្សចេះគ្រប់គ្រង AI មិនមែនឈប់ប្រើវាគឺចេះប្រើវាឲ្យ effective បាទ ហ្នឹងហើយAI អាចជួយបានចំណាយពេលតិចហើយអាចថាលទ្ធផលក៏ល្អប្រសើរដែរប៉ុន្តែបើយើងគិតពីមូលដ្ឋានគ្រឹះវិញក៏យើងត្រូវតែមានដែរមិនប្រកាសថាយើងអត់ត្រូវចាំបាច់ទៅរៀនទេដូចខ្ញុំនិយាយភាសាអង់គ្លេសហ្នឹងបើយើងអត់យល់សោះយើងឲ្យវា generate តែម្ដងពាក្យមួយចំនួនខ្ញុំជឿថាយើងអត់យល់ទេនៅពេលដែល AI generate អញ្ចឹងបើយើងផាសអាហ្នឹងទៅឲ្យគេហ្មងបើសិនជាត្រូវអត់បញ្ហាទេប៉ុន្តែបើសិនជាខុសវាអាចនឹងបាត់បង់ឱកាសអីមួយក៏អាចថាបានដែរហ្នឹងហើយបាត់បង់អានេះជាចំណុចដែលយើងនឹងនិយាយទៀតបន្ថែមហ្នឹងហើយហើយយើងបានមិននិយាយបានអស់ហើយតើតង់ទៅនឹងgood thing about AI សម្រាប់ student អញ្ចឹងយើងអាចចូលទៅចំណុចមិនល្អពី AI វិញសម្រាប់សិស្សអញ្ចឹងបងអាចជួយចែកម្លែកបន្ថែមទៀតទៅលើចំណុចមិនល្អរបស់ AI ចំណុចមិនល្អទី1គឺគាត់អាចពឹងផ្អែកទៅលើ AI នឹងច្រើនហួសប្រមាណមានន័យថាគាត់ទម្លាប់ប្រើ prompt ហ្នឹងចង់បានអីក៏ដោយគាត់ប្រើ prompt ហ្នឹងហើយបានមកគឺគាត់ copy ផាសយកទៅដាក់យកទៅតេស្តដើម្បីឃើញថាវាដើរឬក៏មិនដើរវាបើយើងគិតនេះគិត IT បើយើងគិតធម្មតាអូខេឆ្លើយសំណួរស្អីក៏គាត់អាចអញ្ចឹងវាបាត់បង់នៅការគិតណាមួយដោយសារតែ AI បើយើងគិតពីគោលបំណងដំបូងវាជួយសម្រួលការងារយើងឧទាហរណ៍ AI ជួយសម្រួលការងារអ្នកបច្ចេកទេសណាមួយអ្នកច្បាប់អ្នកអីណាមួយអញ្ចឹងនៅពេលដែលប្រើគឺយើងសន្មតថាគាត់មានចំណេះដឹង domain knowledge នៅលើ field នឹងដូចជាស្រេចហើយអញ្ចឹងនៅពេលដែលយើង skip យើងរំលងការ acquire domain knowledge ហ្នឹងវាធ្វើឲ្យយើងបាត់បង់មូលដ្ឋានគ្រឹះអញ្ចឹងខ្ញុំអត់លើកទឹកចិត្តឲ្យប្រើដើម្បីដោះស្រាយបញ្ហានៅក្នុងថ្នាក់នៅក្នុង assignment ទេតែប្រើដើម្បីទាញយកចំណេះដឹងចូលខ្លួនប្រើក្នុងវិទ្យាហ្នឹងល្អជាងបាទហ្នឹងហើយចំពោះការបែងចែកខ្ញុំគិតថារៀងពិបាកបន្តិចថាតើយើងប្រើម៉េចដើម្បីទាញចំណេះដឹងចូលខ្លួនយើងហើយប្រើម៉េចដើម្បីគ្រាន់តែដោះស្រាយបញ្ហាលើកថាដូចយើង mention មុនហ្នឹងដែរតើតើទៅនឹងការធ្វើ homework ចឹងណាអញ្ចឹងបើសិនជាគាត់គ្រាន់តែឲ្យ AI generate នៅhomework ដើម្បីយកទៅ submit ដើម្បីធ្វើជា assignment ទេអញ្ចឹងអាហ្នឹងអាចវាជា bad thing មួយសម្រាប់យើងហ្នឹងព្រោះអីយើងអត់បានទទួលបានចំណេះដឹងអំពី homework ហ្នឹងទេហ្នឹងហើយកន្លែងហ្នឹងខ្ញុំមាន message មួយប្រាប់ថាឥឡូវយើងឃើញថាទំនោរ AI ហ្នឹងវាដូចជាទឹកបាក់ទំនប់ចឹងវាដូចជាទំនប់ទឹកមួយដែលបាក់មកស្រោចមកលើផែនដីយើងឃើញថាទឹកបាក់ទំនប់ខ្លាំងណាស់ចរន្តទឹកបើយើងហ៊ានលុបដៃចូលម្រាម5ដាច់តែម្រាម5ម្រាម1ដាច់តែម្រាម1យើងអាចទប់វាបានតែយើងអាច go along វាអូខេឥឡូវមាន AI ហើយតើបរិញ្ញាសិស្សវាមិនឲ្យសិស្ស grab យកចំណេះដឹងពី AI ដោយអីគេដោយអត់លំលងការទាញយកក្នុងមូលដ្ឋានគ្រឹះអញ្ចឹងកំណត់ទី1របស់ខ្ញុំគិតថាយើងដាក់ assignment យ៉ាងម៉េចធ្វើឲ្យគាត់ប្រើ AI ដើម្បីយកចំណេះដឹងវិញឥឡូវឧទាហរណ៍ថាមួយចេញ2សិស្សគាត់ដឹងថាប្រើ AI នឹងចេញ2ឥឡូវយើងដឹងតែបាន2ទេតែយើងចាប់ដើមដាក់ assignment សួរយ៉ាងម៉េចថាតែមិនអាចបូក1និង1ចេញ2យើងមកវិញបានអញ្ចឹងឲ្យបញ្យល់អា process ហ្នឹងវិញយើងលេងកុំឲ្យផលិតផលហ្នឹងអញ្ចឹងគាត់ប្រើ AI ប្រើមិនប្រើទៅដើម្បីយល់ពី process ហ្នឹងហើយយើងសួរគាត់រឿង process វិញយើងលេងសួរលទ្ធផលហើយអាហ្នឹងជាអីដែលខ្ញុំគិតថាសាលាថ្ងៃក្រោយគឺអាច adopt នៅ framework ហ្នឹងដែលវាជាកំណត់ទី1ដែលខ្ញុំគិតថាអាចឲ្យសិស្សគាត់ប្រើ AI ដែរតែប្រើក្នុងរបៀបយល់វិញជាជាងប្រើរបៀបចង់បានលទ្ធផលហ្នឹងជាកំណត់ល្អមួយដែរដែលអាចថានឹងអាចទៅរួចដែរទៅលើសាលានៅថ្ងៃអនាគតហើយខ្ញុំគិតថាមិនមែនតែថ្ងៃអនាគតទេគឺព្រោះអី AI វាជ្រាបជ្រៅហើយមកសង្គមយើងអញ្ចឹងគួរតែសាកលវិទ្យាល័យមួយចំនួនគាត់បានសិក្សាហើយ apply ទៅលើចំណុចទាំងអស់ update assignment វិញហ្នឹងហើយ update តម្រង់ assignment វិញព្រោះជឿតែយើងអាចទប់ស្កាត់គាត់បានទេ
អាចទប់ស្កាត់បានទាំងអស់ហើយទោះជាយើងនៅពេលរៀនហ្នឹងយើងធ្វើ block IP របស់គាត់យើងក៏អាច block អត់ដែរព្រោះ AI ឥឡូវវាច្រើនមែនទែនពេលខ្លះគាត់ទៅ AI ថ្មីដើម្បីនៅតែ access បាននៅក្នុងពេលរៀនអញ្ចឹងហ្នឹងអញ្ចឹងបងគិតមិនដែរទៅលើព័ត៌មានដែល AI generate មកលទ្ធផលតើវាសក្រិត 100% ឬក៏មិនដែរវាអត់អាចសក្រិតទេដោយសារតែទី1គឺគុណភាពរបស់ AI វាអាស្រ័យទៅលើ data set ដែលគេដាក់ឲ្យវា train ឧទាហរណ៍ថា AI ហ្នឹងវាត្រូវបានបង្កើតនៅខាងលោកខាងលិចខាងនៅប្រទេស Western ដូចជាអាមេរិកអឺរ៉ុបអីអញ្ចឹងknowledge របស់វាមាននៅ bias ឧទាហរណ៍ថានៅខាងប្រទេសលោកខាងលិចគេច្រើនតែ encourage ឲ្យសិស្សមនុស្សអីហ្នឹងគេមាននៅ idea ខ្លួនឯងមាននៅ freedom មានអីអញ្ចឹងដល់ពេលយើងសួរ AI ហ្នឹងវាឆ្លើយរបៀបថ្នត់កំណត់របស់លោកខាងលិចហ្នឹងមកដល់ពេលយើងនៅស្រុកយើងនៅជប៉ុនអីចឹងគេអត់ value core value ទេថ្នត់កំណត់បែបហ្នឹងទេអញ្ចឹងវាតែតែមាននៅលំអៀងទៅខាងណាអញ្ចឹងតែអាហ្នឹងវាមិនមែនថាវា factual វាជារឿងខៅឬក៏រឿងខុសទេគាត់ថាដូចខ្ញុំនិយាយគឺគុណភាព AI ដែលវាចេញមកវាអាស្រ័យលើ data អញ្ចឹង AI វាអាចឆ្លើយបានល្អនៅក្នុង field ណាមួយ field ណាទៀតវាអាចក្នុងវិស័យផ្សេងទៀតវាអាចឆ្លើយបានល្អអញ្ចឹងឡើយហ្នឹងយើងត្រូវcare ដែរថាតើចេញមកហ្នឹងចេញរបៀបម៉េចហ្នឹងហើយជាចំណុចមួយដែលល្អដែរខ្ញុំគាត់ថាពេលដែលយើង research ពេលដែលយើង search ឬក៏ prompt នៅលើ AI ហ្នឹងវាប្រកាសជាភ្ជាប់ជាមួយ resource ដែលវាទៅ search នៅលើ internet មកហើយវាយកមក summary ឲ្យពួកគាត់ជា result អញ្ចឹងពេលច្រើនខ្ញុំជឿថាអត់មានអ្នក read ទេអ្នកព្រោះព័ត៌មានមួយចំនួនគឺវាទាមទារច្រើនមែនតើដើម្បីបានចម្លើយហ្នឹងណាអញ្ចឹងខ្ញុំជឿថាអ្នកមួយចំនួនក៏អាចចំណាយពេលទៅមើល resource មួយយើងសួរថា resource ដែលហ្នឹងមនុស្សអ្នកទៅសេតើវាត្រូវឬក៏ខុសអត់ហ្នឹងអត់មិនមានទេថាមាន reference អាហ្នឹងត្រូវណាជួនកាល idea ដែលគេសរសេរជា idea បែបលំអៀងបែបយ៉ាខុសឬក៏អីតែយើងគិតយ៉ាងម៉េចវាចំណុចមួយដែលយើងត្រូវគិតដែរព្រោះ resource ទាំងអស់ដូចបញ្ជាក់លើ website វាមានល្អមិនល្អត្រូវនឹងខុសប៉ុន្តែ AI វាអត់ដឹងទេអត់ដឹងថាតើមួយណាហ្នឹងហើយគ្រាន់តែយកព័ត៌មានទាំងអស់ហ្នឹងមកសង្ខេបដើម្បីបញ្ចេញជា result ឲ្យយើងចំណុចនេះខ្ញុំគិតថាជាចំណុចមួយដែលយើងត្រូវ consider ដែរបើជាពិសេសខ្ញុំជឿថាអ្នកមួយចំនួនគាត់ប្រើ AI ដើម្បី generate ជា content ដើម្បីយកមកធ្វើជាវីដេអូអីចឹងណាចំពោះ data មួយចំនួនវា specific អីក៏យើងព្យាយាមធ្វើម៉េចអត់អាចទៅឲ្យ AI មក generate ហើយយើងយកមកនិយាយដែរព្រោះខ្ញុំគិតថាវាអាចនឹងខុសនៅ data មួយចំនួនអញ្ចឹងខ្ញុំគិតថាយើងគួរតែមើល different ឲ្យបានច្បាស់មុននឹងយើងយកវាមកនិយាយចានេះយើងក៏ភ្ជាប់ទេនឹងឲ្យតាក់ទងទៅនឹងគុណភាពនៃ data ហ្នឹងហើយយើងចូលចំណុចបន្ទាប់តាក់ទងទៅនឹងចំណុចមិនល្អមួយទៀតខ្ញុំគិតថាវាប៉ះពាល់ទៅដល់ភាពរីកចម្រើនរបស់សិស្សវាតាក់ទងទៅនឹង critical thinking ណាតើបងយល់ឃើញមិនដែរលើចំណុចនេះដូចយើងនិយាយអញ្ចឹងគឺបើសិនជាតម្រង assignment គាត់ដាក់មកចង់បាន2មួយចង់បាន2អញ្ចឹងគាត់ច្បាស់ជា copy នេះគាត់យកតែ2ទៅឲ្យអញ្ចឹងវាបាត់ critical thinking ចំណុចហ្នឹងវាត្រូវដែរដោយសារតែអូខេឧទាហរណ៍ថាមាន AI អញ្ចឹងមែនសិស្សម្នាក់គាត់ចង់ប្រើវាក្នុងរបៀបដែលជំនួយ critical thinking គាត់ការគិតសពគ្រប់360 degree ហ្នឹងទៅពេលសិស្សផ្សេងទៀតគាត់អត់ខ្វល់ពីអញ្ចឹងគាត់យកតែលទ្ធផលមកអញ្ចឹងសួរថាវាហាក់បីដូចជា system នៅមុនវា discourage វាបំបាក់ទៅចិត្តឲ្យសិស្សហ្នឹងគាត់ខំប្រឹងពិបាកតាមអ្នកឯងទៅពេលសិស្សផ្សេងទៀតចេញមកស្រួលគេសល់ពេលដើរលេងតាក់ស៊ីគេសល់ពេលធ្វើអីបានហ្នឹងអញ្ចឹងសួរថាម្នាក់ហ្នឹងទៅចឹងទៅអីទៀតតែយើងត្រូវគិតទៅវិញថាគេធ្វើអីមិនយើងត្រូវធ្វើនឹងដែរវាជា personal development ការដែលយើងចង់ improve ខ្លួនឯងអញ្ចឹងអាហ្នឹងវាតាមហ្នឹង
អានេះជាអ្វីយើងមើលឃើញខ្លះដែរតើតងទៅនឹងcritical thinking ព្រោះខ្ញុំជឿថានៅពេលដែលក្មេងគាត់ងាយស្រួលក្នុងការទទួលបានចម្លើយទៅលើសំណួរឬក៏ប្រធានបទណាមួយគាត់ប្រកាសជារកវិធីសាស្ត្រណាដែលស្រួលបំផុតដោយបើឲ្យគាត់ទៅអានសៀវភៅមួយក្បាលដើម្បីគេទទួលបានចម្លើយហ្នឹងដោយការពីមុនខ្ញុំគាត់ថាគាត់ប្រកាសជាអត់ទៅទេព្រោះចំណាយពេលអានសៀវភៅមួយក្បាលវាមិនមែនចំណាយពេល1ម៉ោង2ម៉ោងអាចនឹងពេលខ្លះមួយថ្ងៃ2ថ្ងៃអញ្ចឹងទៅអញ្ចឹងបើសិនជាយើងគាត់ប្រើ AI ត្រឹមតែអាចថាត្រឹមតែ1ម៉ោងឬក៏កន្លះម៉ោងក៏អាចទទួលបានលទ្ធផលហើយអញ្ចឹងគាត់ប្រកាសជាប្រើ AI ប៉ុន្តែសមត្ថភាពនៃការគិតរបស់គាត់ក៏វាទៅតាមនឹងដែរព្រោះបើយើងគិតទៅបើសិនជាគាត់បានស៊ីជម្រៅទៅលើចំណុចនឹងខ្លះដោយរបៀបក្នុងការធ្វើវាចោះរបៀបក្នុងការទទួលបានចម្លើយចោះបើតែយើងធ្វើគណិតវិទ្យាយើងប្រកាសជាត្រូវដឹងរូបមន្តទេហ្នឹងហើយអញ្ចឹងបើសិនជាមុខវិជ្ជាគណិតវិទ្យាហើយគាត់អត់បានទៅដឹងអំពីរបៀបក្នុងការធ្វើទេហើយគាត់ព្យាយាមយកតែចម្លើយមកដើម្បីធ្វើម៉េចឲ្យគាត់បានទទួល result អញ្ចឹងអាហ្នឹងក៏ជាការអត់របៀបថាគាត់អត់បានគិតទៅលើដំណោះស្រាយដែរអញ្ចឹងអា critical គាត់ហ្នឹងក៏នៅស្ទើរដែរចា៎ហ្នឹងខ្ញុំគិតថាមកដល់សម័យនេះបើសិនជាអ្នកខ្លាំងគាត់ចេះប្រើ AI ដើម្បីជំនួយសមត្ថភាពគាត់ក៏អាចនឹងខ្លាំងលឿនមែនតើ improve លឿនមែនតើប៉ុន្តែបើសិនជាយើងប្រើខុសមកបន្តិចគាត់នឹងអាចខ្ញុំជឿថាអត់បាន improve សោះតែម្ដងហ្នឹងហើយចា៎នេះជាចំណុចមួយដែលយើង concern ដែរសម្រាប់ខ្ញុំហើយខ្ញុំជឿថាឪពុកម្ដាយក៏ជាផ្នែកមួយនៃចំណុចទាំងអស់ហ្នឹងដែរព្រោះតែព្យាយាមណែនាំហើយលោកអ្នកគ្រូក៏ជាផ្នែកមួយដែរតែខ្ញុំជឿថាចំណុចសំខាន់បំផុតលើខ្លួនគាត់បើសិនជាគាត់បានដឹងអំពីគុណសម្បត្តិនិងគុណវិបត្តិរបស់ទៅលើការប្រើ AI នឹងហើយខ្ញុំគិតថាអាចជួយគាត់បានច្រើនហ្នឹងហើយអញ្ចឹងខ្ញុំឃើញមិនមែនថាតែនៅសាកលវិទ្យាល័យនៅសាលាមួយចំនួនក៏គេបានបញ្ចូល AI នឹងទៅលើការសិក្សាគាត់ដែរទៅលើ digital ដែរអញ្ចឹងទៅវាអាចនឹងគាត់ទៅរៀនរបៀបចំណេះដឹង basic របស់គាត់ដែលត្រូវគិតវាអត់បានគិតចា៎នេះជាអ្វីដែលខ្ញុំមើលឃើញណាអញ្ចឹងជាក់ស្ដែងមិនក៏យើងមិនដឹងច្បាស់ដែរតែខ្ញុំគិតថាបើសិនយើងអាចកាត់បន្ថយកន្លែងហ្នឹងបានឲ្យគាត់អាចគិតច្រើនយើងប្រើ AI មែនប៉ុន្តែយើងនៅតែគិតណាអញ្ចឹងអានេះខ្ញុំគិតថាល្អប្រសើរចា៎អូខេចំណុចបន្ទាប់យើងតាក់ទងទៅនឹង privacy បងឯងគិតមិនដែរទៅលើ privacy ដែលយើងប្រើ AI នោះនៅពេលដែលយើងបញ្ចូលទិន្នន័យទៅក្នុងprompt ហ្នឹងគឺចង់យើងតែងតែបញ្ចូលនៅព័ត៌មានដែលវាអាចទាក់ទងនឹងខ្លួនយើងគេ personal data អីបើសិនជាយើងទៅអានកន្លែងលក្ខន្តិកៈប្រើប្រាស់របស់ AI មួយចំនួនគេអាចនឹងនិយាយថា data ដែលយើងបញ្ចូលក្នុង prompt ហ្នឹងនឹងត្រូវបានយកទៅប្រើប្រាស់ក្នុងគម្រោង improvement ទៅលើ AI នឹងណាមួយអញ្ចឹងមានថាវាអាចខ្លាយទៅជា public data set ជា data set ដើម្បីយកទៅកើត AI បន្តអញ្ចឹងកន្លែងហ្នឹងវាអាចប្រព័ន្ធដែរឧទាហរណ៍ថាស្រាប់តែថ្ងៃមួយអ្នកផ្សេងទៀតគាត់ប្រើ AI ដែរគាត់ search សំណួរដែល similar ស្តៀងជាមួយនឹងរបស់យើងដែលយើងធ្លាប់សួរនេះស្រាប់តែ AI ហ្នឹងចេញទិន្នន័យរបស់យើងទៅឲ្យគាត់មកប្រៀបថាអូខេឥឡូវសួរថាតើរៀនសកលយ៉ាងម៉េចដើម្បីឲ្យចេះនៅមុខជាណាមួយតើមកឲ្យរកឧទាហរណ៍ថាមានអ្នកណាធ្លាប់ធ្វើផ្លូវហើយនៅស្រាប់តែយករបស់យើងទៅបោះឲ្យអ្នកនេះបណ្ដោយអូឥឡូវឧទាហរណ៍អ្នកនេះធ្លាប់អញ្ចឹងចេះដោយសារតែយើងបានប្រាប់ AI ថាខ្ញុំធ្វើអញ្ចឹងបានជោគជ័យហើយអញ្ចឹងបោះឲ្យអ្នកនឹងបណ្ដោយអញ្ចឹងអាចតាក់ទងអ្នកនឹងមានលេខមាន email ចុះសួរបានដល់ណាស្គាល់តាម AI វាអាច scenario វាអាចកើតឡើងដែរបើសិនជាយើងបោះអតិន័យយើងប្រាប់ AI ពីរឿងតខ្លួនយើងច្រើនណាអូខ្ញុំចេះខ្ញុំមានបាក់ខ្លួនចេះតោះមកខ្ញុំពីឆ្នាំក្រោយខ្ញុំដល់ស្រាយវាបានជោគជ័យដោយសារខ្ញុំទៅចេះ AI ដឹងទាំងអស់ហ្នឹងហើយតោះមកនេះសួរ example មួយបោះរបស់យើងឲ្យបាច់ខ្ញុំគិតថា scenario វាអាចកើតឡើងតែខ្ញុំមិនទាន់ជួបទេតែខ្ញុំគិតថាវាអាចកើតឡើងខ្ញុំគិតចឹងដែរអញ្ចឹងបាននៅពេលយើងប្រើ AI បើសិនជាយើងជាសិស្ស
អត់មានជាច្បាប់អីដើម្បីកំណត់យើងក្នុងការប្រើប្រាស់ព្រោះ data គឺ data ផ្ទាល់ខ្លួនតែយើងអាច limit ថាកុំឲ្យវា personal ពេកឲ្យវាបើសិនជាយើងចង់ personal យើងកុំរបៀបថាឧទាហរណ៍យើងចង់និយាយប្រាប់វានៅទិន្នន័យរបស់យើងតែយើងអាចកែឈ្មោះកុំដាក់ឈ្មោះយើងអាចកែឧទាហរណ៍ថាអាយុយើង25យើងអាចប្រាប់ថា35អញ្ចឹងទៅឲ្យវាស្តៀងអញ្ចឹងទៅយើងអាច distort information ហ្នឹងបាទនឹងជាចំណុចដែលយើងគួរតែយល់ដឹងដែរចំពោះការប្រើប្រាស់ AI ខ្ញុំគិតថាបើសិនជានៅក្រុមហ៊ុនហ្មងជាបុគ្គលិកក្រុមហ៊ុនគេប្រកាសជាមានច្បាប់ក្នុងការប្រើប្រាស់ហ្នឹងហើយអញ្ចឹងអាហ្នឹងគេអាចនៅ protect បានទៅលើព័ត៌មានទាំងអស់ហ្នឹងប៉ុន្តែយើងជាសិស្សខ្ញុំគិតថាពេលខ្លះក៏អត់សូវខ្វល់ទេក៏អត់សូវដឹងទេព័ត៌មានមួយចំនួនពេលខ្លះគាត់ចង់ឲ្យ AI generate រូបភាពមិនស្រួលបោះរូបភាពអីខ្លះទៅឲ្យ AI អញ្ចឹងទៅព័ត៌មានទាំងអស់ហ្នឹងនៅពេលយើង upload ទៅឲ្យគេគឺគេមានសិទ្ធិក្នុងការប្រើដោយយើងអត់បានដឹងខ្លួនទេគេប្រើយើងអត់ដឹងទេប៉ុន្តែយើងមិនបោះឲ្យគេបានទេវាទៅជាផ្នែកមួយនៃ data set ហ្នឹងហើយវាទៅជាផ្នែកមួយនៃ data ដែលគេអាចនឹងយកមកប្រើវិញដូចខ្ញុំសិក្សាមើលតើតើទៅនឹងការប្រើ face generate face ពេលដែលគេយកនៅ AI ដែលបង្កើតនៅលោកខាងលិចយកមក generate មុខតើតើទៅនឹងអ្នកនៅ Asia គឺអត់ដូចទេដូច data set នៅអឺរ៉ុបនៅលោកខាងលិចហ្នឹងហើយអញ្ចឹងចំណុចនេះគឺជាចំណុចមួយដែលសំខាន់ដែលយើងគួរយល់ដឹងណាហើយនៅពេលដែលយើងប្រើ AI ច្រើនយើងបោះរូបឲ្យវាច្រើនអញ្ចឹង AI នឹង train បានល្អមែនទែនទៅលើមុខរបស់យើងដែលនៅ Asia ហ្នឹងអញ្ចឹងថ្ងៃណាមួយវានឹង generate មកគឺល្អប្រសើរសឹងតែដូចតែម្ដងពេលខ្លះអញ្ចឹងតែជាចំណុចមួយដែលយើងត្រូវ concern ពីវាដែរព្រោះជា policy privacy របស់យើងហ្នឹងហើយខ្ញុំឮព័ត៌មានមួយចំនួននៅលើអ៊ីនធឺណិតអត់ដឹងថាពិតទេគឺសិស្សមួយក្រុមគាត់បានយកនៅរូបមុខរបស់ក្រុមសិស្សនៅក្នុងថ្នាក់របស់គាត់ដើម្បីយក generate ជារូបដែលរបៀបជារូបអាហារភាហើយយកទៅចែកចាយអញ្ចឹងខ្ញុំអត់ដឹងថាតើវាជាការពិតឬមិនមែនទេប៉ុន្តែឃើញព័ត៌មានគេដាក់នៅ social media បើសិនជាមានបញ្ហាចឹងមែនមកឲ្យគាត់ថាវាមិនដែរទៅលើចំណុចនេះជាអាចមានអី protect បានបញ្ហាហ្នឹងគឺមានហើយគឺមានដូចជា2ឆ្នាំដែរការដែលយកមុខយើងយកទៅដាក់អីដែលមិនសមរម្យអីហ្នឹងអាហ្នឹងបញ្ហាហ្នឹងបើសិនជាយើងចង់ការពារទី1រូបភាពអីដែលយើងផុសនៅលើបណ្ដាញសង្គមហ្នឹងយើងកុំផុសអារូបភាពដែលងាយស្រួលឲ្យគេយកទៅកាត់ឧទាហរណ៍អាហ្នឹងវាប្រៀបដូចកាជះមកវិញហើយនិយាយថារូបភាពហ្នឹងយើងផុសទាំងតួខ្លួនហើយវារៀងទលំទលាយឧទាហរណ៍បិទបាំងតែតិចតួចអញ្ចឹងគេអាច feel អាប្លោះហ្នឹងបាទយកទៅកាត់អីមិនសមរម្យចូលវិញបាទតែបើរឿងមុខយើងពិបាកទប់ស្កាត់បើយើងចេញមុខទៅគេអាចយកមុខយើងយកទៅកាត់អីតែទោះបីយ៉ាងណាក៏ដោយគឺresult ដែល AI ចេញមកវាអត់ perfect ទេហើយការពីខ្លួនបើមិនចង់ឲ្យឃើញតោះតែយើងកុំដាក់មុខយើងហ្នឹងហើយតែវាតែអីដែរវាតែតែមាន risk វាតែតែមានអីក៏ថាអីដែលចេញដោយ AI តែគេចោទប្រកាន់ខ្ញុំមួយគេមានរូបភាពគេមានអត្ថបទគេមានអីសូខ្ញុំមកករណីហ្នឹងកើតលើខ្ញុំទប់យ៉ាងម៉េចអញ្ចឹងយើងច្បាស់ជាចេញទៅបកស្រាយយើងច្បាស់ជាធ្វើអីមួយដើម្បីការពារហ្នឹងហ្នឹងវាជាបញ្ហាថ្ងៃហ្នឹងគាត់តែយើងឆ្លាតចេញដែរតែចំណុចនេះគឺបើសិនជាយើងអត់ចង់ឲ្យគេប្រើហ្មងតើយើងកុំផុសរូបនៅលើអ៊ីនធឺណិតអសោះហ្នឹងវាទៅជា disadvantage របស់យើងហ្នឹងហើយវាពិបាកក្នុងការធ្វើយ៉ាងណាប៉ុន្តែយើងត្រូវដឹងថាអ្នកដែលគាត់ធ្វើអញ្ចឹងណាសូម្បីតែយើងជាសិស្សក៏ដោយយើងត្រូវដឹងថាបច្ចុប្បន្នគឺយើងមានច្បាប់បើសិនជាយើងធ្វើបែបហ្នឹងគឺវាអាចនឹងខុសច្បាប់ហើយអញ្ចឹងអ្នកដែលគាត់លេងសើចពេលខ្លះវាមិនមែនជាការលេងសើចទេវាជាការប្រព្រឹត្តនៅបទល្មើសអីមួយ
យើងខ្ញុំអត់ទាន់ច្បាស់ថាវាចូលទៅនឹងច្បាប់ណាមួយទេប៉ុន្តែបើយើងគិតទៅគឺមានខ្ញុំគិតស្មើនឹងការកាត់តបើយើងគិតពីច្បាប់វាជាបទបរិហារទេហ្នឹងហើយអញ្ចឹងបើសិនជាយើងគិតថាវាជាការលេងសើចទៅលើមិត្តភ័ក្តិរបស់យើងប៉ុន្តែបើសិនជាមិត្តភ័ក្តិរបស់យើងគិតថាវាមិនជាការលេងសើចអញ្ចឹងអាហ្នឹងយើងអាចប្រឈមមុខណាអញ្ចឹងព្យាមុននឹងយើងលេងអីយើងគួរតែពិចារណាដែរហើយកុំឲ្យសោះខ្ញុំរីកមិនថាកុំធ្វើបែបហ្នឹងឲ្យសោះព្រោះបើតាមចាំខ្ញុំដូចជាធ្លាប់ដឹងព័ត៌មានមួយនៅប្រទេសកូរ៉េគឺមានក្រុមមួយគេបង្កើតក្រុមហ្មងក្រុម Telegram មួយអញ្ចឹងទៅហើយគេព្យាយាមយករូបនរណាម្នាក់មក deepfake ហ្នឹងហើយធ្វើជា deepfake ហ្មងហើយគេបដូររាងកាយបដូរអីអញ្ចឹងទៅហើយវាធ្វើឲ្យក្រុមហ្នឹងគឺផ្ទុះមែនទេផ្ទុះអ្នកចូលរួមច្រើនមែនទេហើយដល់ពេលយូរទៅបានរដ្ឋាភិបាលគេចាប់ផ្ដើមចាប់មេខ្លោងបានអញ្ចឹងណាហើយរឿងទាំងអស់ហ្នឹងគឺវាល្បីមែនតើហើយមកដល់ឥឡូវអាចមកដល់ខ្មែរយើងបែបហ្នឹងដែរអញ្ចឹងខ្ញុំគិតថាកុំឲ្យសោះព្រោះវាអាចខ្លាចជាបញ្ហាធំដល់យើងផងដែរព្រោះអនាគតយើងអាចនឹងត្រូវសូន្យតែម្ដងបើមិនយើងហ៊ានលេងបែបហ្នឹងហ្នឹងហើយអានេះជាអ្វីដែលយើងចង់លើកឡើងបន្ថែមភ្ជាប់ជាមួយនឹង AI សម្រាប់សិស្សអនុសិស្សអូខេហើយយើងចង់បន្ថែមបន្តិចដែរដោយសារតែយើងមានគាត់ជាអាចថាជាលោកគ្រូនៅសាកលវិទ្យាល័យដែរអញ្ចឹងយើងដឹងថា AI អាចមានគុណសម្បត្តិនិងគុណវិបត្តិអញ្ចឹងយើងដោយសារតែយើងអាចហាមឃាត់បានទេដូចខ្ញុំនិយាយមិញអញ្ចឹងអត់អាចហាមឃាត់ថាសិស្សត្រូវតែកុំប្រើ AI ឲ្យសោះយើងអត់អាចធ្វើឲ្យនឹងបានទេអញ្ចឹងចង់ដឹងថាតើពីបងវិញថាតើនៅក្នុងនាមជាលោកគ្រូនៅសាកលវិទ្យាល័យហ្នឹងដែលយើងអាចមានវិធានការអីដើម្បីជួយគាត់ឲ្យគាត់ប្រើប្រាស់ AI ហើយគាត់អាចអត់សូវជាមាននៅផលគុណវិបត្តិដល់ពួកគាត់ណាសំណួរនេះល្អហើយជាអីខ្ញុំចង់ចែកលេខច្រើនដែរទីមួយយើងត្រូវដឹងថា AI គេបង្កើតមកមិនដើម្បីវាជួយដល់ស្រ័យការងារមនុស្សតែវាអត់អាចជំនួសការងារមួយចំនួនដូចជាការងាររៀនព្រោះដំណើរការនៃការរៀនវាមាននៅ3ផ្នែកធំទីមួយយើងទទួលព័ត៌មាន information ទន្ទឹមនឹងបានព័ត៌មានយើងអត់ទាន់ complete យើងអត់ទាន់ហៅថាដំណើរការនៃការរៀនយើងវាបញ្ចប់ទេទី1ទី2គឺយើងត្រូវគេថាគិតត្រឡប់មកវិញ reflection អូខេឥឡូវយើងដឹងព័ត៌មានថ្មីហ្នឹងហើយគ្រូគាត់ប្រាប់យើងចូលទៅស្ដាប់នៅ lecture គ្រូប្រាប់អញ្ចឹងយើងគិតបកវិញថាអូខេឥឡូវយើងដឹងព័ត៌មានហ្នឹងតើយើងគិតទៅលើអូខេឥឡូវឧទាហរណ៍យើងរៀនពី OS computer គ្រូប្រាប់ថា RAM មិន CPU មិនអញ្ចឹងយើងអាចតេស្តមើលអូខេឥឡូវ reflect មើលថាយ៉ាងម៉េចវាធ្វើយ៉ាងម៉េចយើងព្យាយាមគិតតមកយើងធ្វើ experiment យើងតេស្តជាក់ស្ដែងថាអូខេឥឡូវព័ត៌មានវាអញ្ចឹងតែយើងធ្វើឲ្យប្រកបទៅវាអញ្ចឹងមែនអត់អញ្ចឹងតារាមណាវាទោះបីជាថ្ងៃមុខមាន tool អីក៏ដោយយើង keep អា3ហ្នឹងនៅក្នុងខ្លួនគឺបានព័ត៌មាន reflect និងធ្វើ experiment ថាម៉េច verify អាហ្នឹងវាត្រូវទោះបីយើងប្រើ tool អីក៏ដោយគឺវាគ្រាន់តែជា tool ដើម្បីជួយយើងហ្នឹងអញ្ចឹង AI វាអាចជួយផ្ដល់នៅ information ព័ត៌មានឲ្យយើងតែវាអាចធ្វើឲ្យមានការគិតក្នុងខួរក្បាលយើង reflection វាអាចជួយធ្វើ experiment ឲ្យយើងអត់ទេយើងត្រូវពិសោធន៍វាខ្លួនឯងយើងត្រូវធ្វើ reflection ខ្លួនឯងអញ្ចឹងទោះបីជាមាន tool អីក៏ដោយវាគ្រាន់តែជា tool ដើម្បីជំនួយហ្នឹងអូខេហ្នឹងហើយយើងបាននិយាយក្បោះក្បាយទៅលើ AI ទាំងពីគុណសម្បត្តិនិងគុណវិបត្តិហើយជាចុងបញ្ចប់យើងបានបន្ថែមជាមួយនឹងដំណោះស្រាយពីគាត់ជាលោកគ្រូតើយើងគួរធ្វើម៉េចដើម្បីកុំឲ្យមានជួបបញ្ហាច្រើនឬគុណវិបត្តិច្រើនអញ្ចឹងណាហ្នឹងហើយអញ្ចឹងខ្ញុំគិតថាសាលាមួយចំនួនគេចាប់ផ្ដើមមានការបរៀនជារបៀបប្រើប្រាស់ AI ឲ្យមានប្រសិទ្ធភាពអញ្ចឹងខ្ញុំគិតថាចំណុចនេះក៏វាជួយទៅដល់សិស្សានុសិស្សបានកាន់តែច្រើនដែរព្រោះអីបើយើងហាមហ្មងខ្ញុំគិតថាហាមអត់អស់ទេយើងមានតែព្យាយាមជួយរកវិធីសាស្ត្រដើម្បីជួយពួកគាត់វិញហ្នឹងហើយ AI ខ្ញុំគិតថាថ្ងៃមុខក៏វាអាចជាជំនាញថ្មីមួយដែរសម្រាប់សិស្សានុសិស្សបើសិនជាអត់ចេះ AI ក៏ប្រកាសជាបាក់រកការងារធ្វើដែរព្រោះឯក្រុមហ៊ុនមួយចំនួនគេចាប់ផ្ដើម
accept AI ឯងគេចាប់ផ្ដើមប្រើ AI ទៅលើការជួយការងារឯងអញ្ចឹងបើយើងអត់ចេះ AI ទេគឺប្រកាសជាពិបាករកការងារបន្តិចឯងហើយខ្ញុំគិតថាទៅមុខទៀត AI នឹងមាននៅលើ CV នៅពេលយើងដាក់ CV ការងារយើងត្រូវដាក់ថាចេះ AI ឯខ្លះអាចធ្វើ AI ឯខ្លះអាហ្នឹងក៏ខ្ញុំគិតថានៅខាងមុខនឹងមានដែរហើយ CV ខ្ញុំក៏នឹងអាច include វាហ្នឹងហើយព្រោះអីឃើញថាយើងបញ្ចូលបន្តិចមួយរយៈក្រោយហ្នឹងគឺមានមុខងារមួយដែលចាប់ផ្ដើមល្បីគឺ web coding បងដឹង web coding ទេបាទហ្នឹងហើយដោយសារតែពេលវេលាយើងនៅរៀងខើចអញ្ចឹងយើងគ្រាន់តែបញ្ជាក់បន្តិចទៅដល់ web coding ហ្នឹងហើយ web coding ហ្នឹងដំណើរការរបស់វាគឺវាអាចជួយការងារយើងច្រើនមែនតើមិនថាតែអ្នក IT ទេអ្នកដែលគាត់មិនចេះ IT ក៏គាត់អាចបង្កើតជា system មួយដែលរបៀប landing page អីដោយខ្លួនឯងបានដែរហើយ hosting អីក៏ដូចបងក៏បានដឹងអញ្ចឹងគឺអាច deploy បានខ្លួនឯងទៀតដែលយើងគ្រាន់តែប្រើ command prompt ទេអញ្ចឹងឃើញថាបច្ចុប្បន្នហ្នឹងវាកំពុងតែ 30 អញ្ចឹងទៅថ្ងៃខាងមុខទៀតវានឹងអាចមកល្អប្រសើរពីមួយពេលទៅមួយពេលអញ្ចឹងណាអញ្ចឹងចង់យើងត្រូវចាប់ផ្ដើមរៀនប្រើវាព្រោះអីយើងអត់អាចហាមឃាត់បានទេគឺយើងធ្វើមិនដើម្បីអាចអ្វីដែលយើងអាចធ្វើបានគឺត្រៀមសម្រាប់ការផ្លាស់ប្ដូរថ្មីហ្នឹងអញ្ចឹងយើងនឹងអាចជជែកបន្ថែមនៅពេលដែលយើងចាប់ផ្ដើមresearch អំពីចំណុចទាំងអស់ហ្នឹងបានកាន់តែច្រើនហើយយើងនឹងជឿរៀនលម្អិតអំពីចំណុចនេះលើប្រធានបទផ្សេងទៀតផងដែរហ្នឹងហើយអញ្ចឹងជាចុងក្រោយបងមានអីដើម្បីផ្ដាំផ្ញើទៅសិស្សានុសិស្សទាំងអស់ឲ្យគាត់បានយល់បន្ថែមអំពី AI ហ្នឹងអូខេអីខ្ញុំចង់តាមញ៉ាគឺខ្លីទេគឺយើងប្រើ AI ដើម្បីបរិយាចំណេះដឹងយើងជាងប្រើវាដើម្បីត្រឹមដោះស្រាយលំហាត់ដោះស្រាយ assignment ឲ្យគ្រូអញ្ចឹងប្រើដើម្បីបរិយាចំណេះដឹងគឺយើងដូចយើងនិយាយពីដើមមកអញ្ចឹងគឺយើងត្រូវប្រើវាក្នុងនាមជាជំនួយការយើងជាងប្រើវាជាកូនចៅយើងចាំធ្វើឲ្យយើងជំនួយការតែយើងក៏ put effort យើងក៏ចំណាយកម្លាំងវាក៏ចំណាយកម្លាំងដើម្បីបានលទ្ធផលរបស់នេះអូខេយើងបានបញ្ចប់នៅអ្វីដែលយើងនឹងត្រូវនិយាយនៅប្រធានបទហ្នឹងហើយអរគុណមែនតើបងដែលចំណាយពេលតម្លៃក្នុងការចូលរួមជាផ្នែកមួយក្នុងការចែករំលែកនៅក្នុង IT podcast ហើយសង្ឃឹមថានឹងអាចជួបបងនៅ season ក្រោយទៀតអូខេហ្នឹងហើយអរគុណច្រើនម្ដងទៀតបងជម្រាបលាហ្នឹងហើយជម្រាបលាអូខេ